កាលព្រះសម្មាសម្ពុទ្ធព្រះអង្គគង់ប្រជញ្ញនៅព្រះអង្គទ្រង់ប្រារព្ធចំពោះព្រះរាជាមួយព្រះអង្គដែលគង់នៅក្នុងទីក្រុងពរាណសីពុទ្ធបរិស័ទកាលនោះមាននាងចន្ទបុទុមវតីនាងកើតនៅក្នុងស្រុកធំចម្ងាយអំពីក្រុងពរាណសីនឹងដល់ទៅ12យោជន៍ហើយនាងចន្ទបុទុមវតីនឹងនាងមានរូបសម្បត្តិនឹងល្អណាស់ពុទ្ធបរិស័ទមានសទ្ធាមានបញ្ញាមានសេចក្តីជ្រះថ្លាចំពោះព្រះពុទ្ធសាសនានាងបានសមាទានសិលបានរក្សាសិលបានប្រគល់កាយថ្វាយខ្លួនតាំងពីនាងនៅវ័យតូចអាយុ6 7ឆ្នាំមកម្លេះដល់តែនាងមានអាយុដល់ទៅ16ឆ្នាំពេញរូបពេញរាងពណ៌សម្បុរកាយសម្បទាល្អគ្រប់គ្រាន់នាងនោះក៏คล้ายទៅជាអគ្គមហេសីនៃស្ដេចព្រះបាទព្រហ្មទត្តហើយក៏បានរួមសុខរួមទុក្ខរស់នៅជាមួយគ្នាអស់កាលដ៏យូរមិនយូរប៉ុន្មានណាស្វាមីភរិយាប្តីប្រពន្ធនោះក៏បានលាចាកលោកនេះទៅពុទ្ធបរិស័ទហើយពេលដែលគាត់ទទួលមរណភាពទៅនោះដោយសារអារម្មណ៍ណាទាំងប្តីទាំងប្រពន្ធនឹងនឹកឃើញអាណិតចំពោះកូនចំពោះក្រុមគ្រួសារចំពោះទ្រព្យសម្បត្តិហើយជាពិសេសគឺរាជសម្បត្តិដែលជាសម្បត្តិអាណាចក្រហើយមនុស្សយើងម្នាក់មិនងាយនឹងបានគ្រងរាជមិនងាយនឹងបានធ្វើធំទេពុទ្ធបរិស័ទដល់ទៅពេលជីវិតត្រូវអស់អ្វីត្រូវបានបញ្ចប់មុននឹងបញ្ចប់នឹងមានការស្ដាយសំណោះស្ដាយអំណាចណាដែលខ្លួនមានស្ដាយទ្រព្យសម្បត្តិហើយសំខាន់បំផុតនឹងគឺមានការរលឹកនឹកទៅដល់កូនទាំង14នាក់ពុទ្ធបរិស័ទព្រះបាទព្រហ្មទត្តជាមួយនាងចន្ទបុទុមវតីនឹងមានកូននឹងដល់ទៅ14នាក់កូនប្រុស7នាក់កូនស្រី7នាក់ហើយដល់ទៅទទួលមរណភាពទៅអារម្មណ៍នឹងជាប់ចម្ពាក់មុននឹងដាច់ខ្យល់នឹកឃើញកូននឹកឃើញទ្រព្យសម្បត្តិធ្លាក់នៅហូបនឹង7ថ្ងៃពុទ្ធបរិស័ទដល់ពេលអញ្ចឹងកូនចៅទាំង14នាក់ហ្នឹងក៏បានសោយសោកណាយំអាឡោះអាល័យរៀបរាប់ណារវើរវាយនឹកឃើញអំពីគុណមេត្តានិងបិតាកាលដែលគាត់មានជីវិតរស់នៅគាត់មានព្រហ្មវិហារធម៌គឺសេចក្តីស្រឡាញ់គ្របដណ្ដប់ជាមួយនឹងកូនប្រុសស្រីដល់តែគាត់លាចាកលោកនេះទៅកូនមិនអស់ចិត្តនឹងក៏មានសេចក្តីសោកសង្រេងណាពេលដែលស្វាងចាកអំពីការយំសោកក៏នាំគ្នាចាត់ចែងពិធីសាសនាគឺធ្វើបុណ្យតាមប្រពៃណីសាសនាចឹងទៅហើយលោកឪពុកអ្នកម្ដាយដែលបានបាត់បង់ជីវិតទៅនោះពេលដែលកូនធ្វើបុណ្យឧទ្ទិសទានទៅឲ្យក៏ទៅចាប់កំណើតកើតនៅក្នុងឋានតាវតឹងពិភពឯនោះណាមានស្រីទេពអប្សរបវរកញ្ញា1000នាក់ជាបរិវារហែហោមអមដំណើរអ្នកមានបុណ្យអ្នកមានទេជានុភាពអានុភាពដែលអាចទៅកើតនៅក្នុងទីឋានដ៏ប្រសើរហ្នឹងហើយកូនប្រុសស្រីនឹងមិនអស់ចិត្តទេពុទ្ធបរិស័ទក៏ប្រម៉ែប្រមូលប្រវល់គ្នាដើម្បីបានជាសាមគ្គីធម៌ឈូឆរណាស្រឡាញ់រាប់អានបងប្អូននឹងហាក់បីដូចជាឪពុកម្ដាយរស់នៅមើលឃើញច្បាស់យ៉ាងពុទ្ធបរិស័ទថាឪពុកម្ដាយរស់នៅស្រឡាញ់គ្នាយល់ចិត្តគ្នាដល់តែឪពុកម្ដាយស្លាប់បាត់បង់ជីវិតទៅក៏នៅតែស្រឡាញ់គ្នាដូចដើមមិនបែកខ្ញែកមិនណាមានវិបត្តិចំពោះក្រុមគ្រួសារទេពុទ្ធបរិស័ទហើយក៏នាំគ្នាទៅវត្តចេតពុនទៅសាកសួរចំពោះព្រះសម្មាសម្ពុទ្ធថាផន្តេភគវាបពិតព្រះដ៏មានពភាកដ៏ចម្រើនទូលបង្គំទាំងអស់គ្នាទាំង14នាក់នេះនាំគ្នាមកជួបព្រះអង្គហើយមានតេយ្យធម៌មានបច្ច័យ4មានចង្ហាន់វ័នជោននេះទី1គឺប្រកេន
ចំពោះព្រះភិក្ខុសង្ឃមានព្រះពុទ្ធនឹងជាប្រធានហើយទី2នឹងចង់ដឹងសុខទុក្ខមេត្តាបិតាពេលដែលគាត់បាត់បង់ជីវិតទៅចង់ដឹងដំណឹងចង់ដឹងព័ត៌មានថាបន្ទាប់អំពីការលាចាកលោកទៅនេះតើមេត្តាបិតារបស់ខ្ញុំទាំង14នាក់ហ្នឹងគាត់ទៅចាប់កំណើតនៅទីកន្លែងណាព្រះអង្គហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ព្រះញញឹមហើយក៏បានមានពុទ្ធតម្រាស់ថាមិនអីទេអ្នកទាំងឡាយទាំងអស់គ្នាកុំភ័យកុំបារម្ភព្រោះមេត្តាបិតារបស់អ្នកទាំងឡាយបន្ទាប់អំពីស្លាប់ទៅឥឡូវគាត់ទៅកើតនៅក្នុងសុគតិសួគ៌ហើយណែព្រះអង្គសម្ដែងបញ្ជាក់អញ្ចឹងពុទ្ធបរិស័ទខ្លាចក្រែងកូនទាំង14នាក់នឹងមិនជឿហើយព្រះសម្មាសម្ពុទ្ធក៏បានត្រាស់បង្គាប់ហៅព្រះមុគលានថាមនាលបាមុគលានឥឡូវអញ្ចេះអ្នកឯងទៅទេសនានៅឋានសួគ៌ទៅពិនិត្យមើលទីកន្លែងភូមិឋានដែលមេត្តាបិតារបស់អ្នកទាំង14នាក់តើគាត់មានទីកន្លែងដ៏សមគួរហើយឬក៏នៅចូលអ្នកឯងទៅសម្លឹងមើលទៅប្រមើលមើលហើយនិមន្តមកវិញយ៉ាងបញ្ញាប់ហើយព្រះមុគលាននឹងក៏ទទួលពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធក៏ហោះឡើងទៅឋានសួគ៌ទេវលោកពុទ្ធបរិស័ទហើយទៅដល់ទេវលោកប្រមុខលាននោះក៏បានទ្រង់គង់ឈរទីកន្លែងដ៏សមគួរហាក់បីដូចជាឈរបណ្ឌបាតសង្រួមឥន្ទ្រីសង្វរៈទាំង6ហ្នឹងមិនមានមាត់កអីទេស្រាប់តែទេវបុត្រទេវធីតានោះឃើញព្រះសមណៈនិមន្តគង់ឈរហាក់បីដូចជានិមន្តបណ្ឌបាតហើយក៏បានចូលមកគួសំយវត្តបដិបត្តិចំពោះប្រធេរៈហ្នឹងហើយក៏សាកសួរថាបបិទ្ធលោកម្ចាស់ដែលមានចិត្តបុណ្យតើលោកម្ចាស់និមន្តមកអំពីទីណាព្រះមុគលានក៏មានថេរដីកាថាមនាលទេវបុត្រទេវធីតាអាត្មានិមន្តមកអំពីមនុស្សលោកហើយទេវបុត្រទេវធីតានោះក៏បានឆ្លើយតបចំពោះប្រធេរៈថាបបិទ្ធលោកម្ចាស់អ្នកមានចិត្តបុណ្យកាលដែលខ្ញុំនៅមនុស្សលោកខ្ញុំនៅស្រុកឯណោះខ្ញុំមានកូនដល់ទៅ14នាក់មានកូនប្រុសនឹង7នាក់កូនស្រីនឹង7នាក់ពេលដែលខ្ញុំស្លាប់មកកូនប្រុសស្រីរបស់ខ្ញុំនឹងបានធ្វើបុណ្យឧទ្ទិសមកឲ្យខ្ញុំឥឡូវខ្ញុំបានមកកើតនៅក្នុងឋានទេវលោកតាវតឹងនេះសុទ្ធតែដោយអំណាចនៃបុណ្យកុសលដែលកើតអំពីទានសិលភាវនានៃអ្នកទាំងឡាយទាំងអស់គ្នាដែលត្រូវជាកូនដែលមានកតញ្ញូកតវេទិតាធម៌ដឹងគុណហើយតបគុណហើយចែកនៅចំណែកបុណ្យឲ្យទូលបង្គំចឹងសូមព្រះអង្គនិមន្តទៅអំពីមនុស្សលោកនិមន្តទៅអំពីឋានតាវតឹងពិភពវិញទៅមនុស្សលោកសូមព្រះអង្គណាទទួលពាក្យបណ្ដាំរបស់ទូលបង្គំទៅផ្ដាំផ្ញើប្រាប់កូនទូលបង្គំថាមេត្តាបិតាមុននឹងបានមកកើតនៅក្នុងឋានតាវតឹងពិភពនេះដោយសារមុននឹងស្លាប់នឹងនឹកកូនគិតកូនស្រឡាញ់កូនខ្លាំងពេកជាប់ជំពាក់ទៅដោយអារម្មណ៍អញ្ចឹងអារម្មណ៍នឹងចងជាប់វិលវល់អន្ទោលជាប់នៅក្នុងទ្រព្យសម្បត្តិធ្លាក់នៅហូរនឹងដល់ទៅ7ថ្ងៃឥឡូវមេត្តាបិតានឹងបានមកកើតនៅក្នុងឋានតាវតឹងហើយចឹងសូមព្រះអង្គយកពាក្យបណ្ដាំរបស់ទូលបង្គំទៅប្រាប់អ្នកទាំងអស់គ្នាផងថាឲ្យប្រឹងធ្វើបុណ្យធ្វើទានក៏មានសេចក្តីប្រមាទគាត់តែប៉ុណ្ណឹងពុទ្ធបរិស័ទប្រមុខលាននឹងក៏បានទទួលទៅសាធុហើយនិមន្តចុះចាកអំពីឋានទេវលោកចូលទៅក្នុងវត្តចេតពុនវិញក៏បានរៀបរាប់រឿងរ៉ាវតាមដំណើរដើមតងថ្វាយចំពោះព្រះសម្មាសម្ពុទ្ធនៅក្នុងទីចំពោះមុខកូនទាំង14នាក់ហ្នឹងណាហើយព្រះសម្មាសម្ពុទ្ធហ្នឹងក៏មានប្រភពញញឹមសប្បាយរីករាយ
ហើយលោកព្រះអង្គមានពុទ្ធដីកាទៅអ្នកទាំងឡាយទាំងអស់គ្នានឹងគេមិនជឿឥឡូវបានប្រមុខកលៀននឹងជាសាក្សីហើយព្រះអង្គទ្រង់ត្រាស់សម្ដែងថាយោមរណៈកាលេធនងវាពុទ្ធទារង្វាបានសេចក្តីថាអ្នកទាំងឡាយមុននឹងស្លាប់ទៅមិនចំពោះតែបុគ្គលណាឬក៏រូបអ្នកណាទេប្រសិនបើស្លាប់ទៅអារម្មណ៍នៅតែចងជាប់ជាមួយប្តីជាមួយប្រពន្ធជាមួយកូនជាមួយទ្រព្យសម្បត្តិញាតិភៅពងបុគ្គលនោះគឺមិនរួចខ្លួនទេប្រកាសជាធ្លាក់ទៅអបាយភូមិបើមិននរកក៏ផេតបើមិនដេរឆានក៏អសូរកាយអញ្ចឹងបុគ្គលមុននឹងចោតេបដិសន្ធិគឺស្លាប់ទៅនឹងត្រូវតែស្មឹងស្មាតត្រូវតែភាវនាទាញអារម្មណ៍ឲ្យចិត្តតែមួយដើម្បីកុំឲ្យមានសេចក្តីរំខាននៅក្នុងអារម្មណ៍ទៅតែរាវរកអំពីគុណតម្លៃដែលជាសេចក្តីល្អខ្លួនបានធ្វើកាលអំពីមានជីវិតរស់នៅនោះនឹកឃើញអំពីការធ្វើទាននឹកឃើញអំពីការសមាទានសិលនឹកឃើញអំពីការចម្រើនអប់រំបញ្ញាជាពិសេសគឺធ្វើបុណ្យណាបុណ្យបច្ច័យ4បុណ្យចម្រើនបជនបុណ្យតក្កិណានុប្រទានធ្វើបានប្រមាណទៅប្រម៉ែប្រមូលបុណ្យកុសលទាំងអស់នោះដើម្បីជួយដឹកនាំពំយួរដែលតែអ្នកនាំផ្លូវពុទ្ធបរិស័ទហើយđâyបានហៅថាអ្នកនាំផ្លូវព្រោះបុណ្យកណាបើយើងបានធ្វើទុកមុនគឺជាសិរីសួស្តីគឺជាមង្គលដ៏ប្រសើរអញ្ចឹងពាក្យថាមង្គលនេះគឺសំដៅទៅលើការសុខស្ងប់ណាបើចិត្តរបស់យើងស្ងប់អារម្មណ៍របស់យើងស្ងប់ស្លាប់ទៅប្រកាសជាទៅកើតនៅក្នុងសុគតិសួគ៌ចឹងហើយបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងធម្មទេសនាចំពោះមុខមហាជនទាំងឡាយមិនចំពោះតែកូនទាំង14នាក់នឹងទេពុទ្ធបរិស័ទហើយកូនទាំង14នាក់នឹងបានស្ដាប់ពធទេសនារបស់ព្រះសម្មាសម្ពុទ្ធមានសេចក្តីជ្រះថ្លាជឿគុណព្រះរតនត្រ័យបានប្រារព្ធបូជាចំពោះពុទ្ធពធប្រសង្ឃហើយមហាជនទាំងឡាយក៏បានសម្រេចនៅសោតានាមិសសោតាចឹងបានសេចក្តីថាអ្វីដែលយើងបានធ្វើនោះគឺបានសម្រេចនៅក្នុងទីចំពោះមុខដោយអំណាចអានុភាពដោយអំណាចពលានុភាពដោយអំណាចមានសេចក្តីជ្រះថ្លាដែលជាវត្ថុអចិន្ត្រៃយៈក្នុងការគោរពការបូជាចំពោះភិក្ខុសង្ឃមានពុទ្ធជាប្រធាន